ក្មេងប្រុសម្នាក់រៀងរាល់ថ្ងៃតែងតែយកបាយមួយចានទៅដាក់នៅលើជញ្ជាំងផ្ទះរបស់ខ្លួនដើម្បីរងចាំក្មេងស្រីអ្នកសុំទានម្នាក់មកលួចញ៉ាំមូលហេតុដែលគេខំប្រឹងយកចិត្តទុកដាក់ចំពោះក្មេងសុំទានម្នាក់នេះក៏ព្រោះតែដឹងថា10ឆ្នាំក្រោយក្មេងស្រីម្នាក់នេះនឹងសម្លាប់គេតាមពិតទៅជាតិមុនគេតែងតែធ្វើបាបក្មេងសុំទានម្នាក់នេះជាប្រចាំជាលទ្ធផលនៅពេលក្មេងស្រីនោះធំឡើងនាងបានរុញគេទម្លាក់ពីលើអគារដើម្បីឲ្យធ្លាក់ស្លាប់សុំទោសកាលពីក្មេងខ្ញុំមិនគួរធ្វើបាបអញទេខ្ញុំសុំអង្វរយឺតពេលហើយចុងក្រោយក្មេងស្រីនោះបានយកជើងជន់លើដៃរបស់គេធ្វើឲ្យគេធ្លាក់ពីលើជាន់ទី18ស្លាប់ភ្លាមនៅនឹងកន្លែងប៉ុន្តែក្រោយពេលស្លាប់គេបែរជាបានចាប់ជាតិមកកាលពី10ឆ្នាំមុនវិញក្នុងពេលនេះគេកំពុងកាន់នំខេកបំរុងនឹងយកទៅលេងសើចធ្វើបាបក្មេងសុំទាននោះដូចមុនដើម្បីកែប្រែវាសនាដែលត្រូវស្លាប់យ៉ាងអាណោចអាធំជាថ្មីនេះគេដាច់ខាតត្រូវតែធ្វើល្អជាមួយនាងគេក៏ធ្វើជាដាក់នំខេកនៅលើតុរួចនិយាយថាដូចមិនឆ្ងាញ់ទេក៏បន្ទាប់មកក៏ដើរចូលផ្ទះវិញក្មេងស្រីនោះឃើញគ្មានមនុស្សក៏ស្ទុះមកញ៉ាំនំខេកដោយសារការស្រេកឃ្លានជាច្រើនថ្ងៃតែញ៉ាំមិនទាន់បានពីរម៉ាត់ផងឪពុករបស់នាងដែលជាអ្នកប្រមឹកក៏បានមកដណ្ដើមនំខេកនោះទៅហើយចោទថានាងលួចលុយផ្ទះទៅទិញក្មេងប្រុសដំបូងមិនចង់ចេះដឹងរឿងគេទេតែឃើញឪពុកនោះបោះនំខេកចោលលើដីហើយគំរាមថាទៅផ្ទះវិញអញនឹងវាយហែងឲ្យងាប់ដោយបារម្ភខ្លាចក្មេងស្រីរងគ្រោះថ្នាក់គេក៏ស្ទុះចេញទៅប្រាប់ថានំខេកនោះគឺគេជាអ្នកទិញឲ្យនាងទេប៉ុន្តែអ្នកប្រមឹកនោះប្រាប់ឲ្យគេកុំមកចេះដឹងរួចក៏អូសក្មេងស្រីទៅផ្ទះដើម្បីប្រដៅក្មេងប្រុសគិតក្នុងចិត្តថាមានឪពុកបែបហ្នឹងតើឲ្យណានគង់លីកាលពីក្មេងរស់នៅស្រួលបានយ៉ាងម៉េចព្រឹកឡើងថ្ងៃបន្ទាប់ក្មេងប្រុសឃើញក្មេងស្រីនោះកំពុងរើសម្រាមមុខផ្ទះគេញ៉ាំជីដូនរបស់គេដើរមកប្រាប់ថាក្មេងស្រីនេះគ្មានម្ដាយទេរស់នៅជាមួយឪពុកប្រមឹកឲ្យតែស្រវឹងគឺវាធ្វើបាបនាងហើយថែមទាំងមិនឲ្យបាយញ៉ាំទៀតឬដូច្នេះក្មេងប្រុសក៏ប្រញាប់រត់ចូលផ្ទះបញ្ឆោតប្រើជីដូនឲ្យទៅទិញការ៉េមឲ្យរួចគេក៏ដួសបាយសម្ដែជីដូនទើបធ្វើរួចដាក់ក្នុងចានមួយយ៉ាងពេញនៅពេលឃើញបាយក្មេងស្រីនោះទ្រាំមិនបានក៏ស្ទុះមកញ៉ាំយ៉ាងលឿនក្មេងប្រុសមិនចង់ឲ្យនាងអរគុណគេទេគ្រាន់តែសង្ឃឹមថា10ឆ្នាំក្រោយនាងនឹងមិនសម្លាប់គេទៅបានហើយ5នាទីក្រោយមកជីដូនត្រឡប់មកវិញក្មេងស្រីនោះញ៉ាំឆ្អែតល្មមថែមទាំងខិតខំរុញចានទម្លាក់ពីលើជញ្ជាំងឲ្យបែកខ្ទេចទៀតផងដើម្បីកុំឲ្យជីដូនដឹងគេក៏ភូតថាប្រហែលជាសម្លេងមកពីផ្ទះជិតខាងពេលជីដូនដើរចេញទៅគេក៏ជឿក្នុងចិត្តថាឌូមីក្មេងអត់ដឹងគុណមិនបានទេខ្ញុំត្រូវតែប្រដៅនាងម្ដងថ្ងៃបន្ទាប់គេដាក់ស្ករគ្រាប់មួយគ្រាប់ក្នុងចានដោយគិតថាបើបែកចានទៀតគេនឹងប្រើរំពាត់វីប្រដៅគេក៏ទៅពូនក្បែរធុងសម្រាមដើម្បីចាំចាប់នាងប៉ុន្តែគេបែរជាឃើញនាងដើរមកទាំងមានរបួសពេញខ្លួនក្មេងស្រីឃើញបាយក៏ដើរខ្ចាយទៅរកហើយពេលឃើញមានស្ករគ្រាប់នាងក៏សប្បាយចិត្តយ៉ាងខ្លាំងគេឆ្ងល់ថាបើតានាងមិនដែលញ៉ាំស្ករគ្រាប់ទេពេលនាងបំរុងដើរចេញគេក៏ហៅនាងសួរនាំពីរឿងរបួសអ្នកណាខ្លះវីអញធ្វើខុសអីបានជាគេវីបែបហ្នឹងចង់វីគឺវីហើយមិនបាច់ចាំមានកំហុសទេពេលនោះទើបគេដឹងថាជីវិតនាងវេទនាខ្លាំងណាស់គេក៏ប្រាប់នាងថាលើកក្រោយញ៉ាំរួចត្រូវដាក់ចានទុកឲ្យស្រួលបួលវិញតែនាងដើរចេញទៅដោយមិនងាកក្រោយថ្ងៃបន្ទាប់គេយកបាយទៅដាក់ទៀតតែដូរមកប្រើចានដែកវិញដើម្បីកុំឲ្យបែកពេលនាងញ៉ាំឆ្អែតហើយបំរុងយកចានមកទុកវិញនាងស្រាប់តែធ្វើឲ្យរបួសដៃឈប់សិនខ្ញុំមិនមែនចិត្តណាទេវាធ្លាក់ខ្លួនឯងឃើញថានាងមិនបានបោះចានបំបែកទៀតគេគិតថាបើចាត់ទុកថាមានការវិវត្តទៅចុះប៉ុន្តែមិនយូរប៉ុន្មានគេក៏ស្ដាយក្រោយដែលនិយាយពាក្យនេះថ្ងៃច័ន្ទពេលគេបំរុងទិញនំប៉័ងញ៉ាំក្មេងស្រីនោះស្រាប់តែស្ទុះមកដណ្ដើមយកទៅបាត់អ្នកលក់និយាយថានាងជាក្មេងគ្មានអ្នកប្រដៅធំឡើងច្បាស់ជាគ្មានអនាគតគេក៏វិញថានាងមិនមែនក្មេងគ្មានអនាគតទេណានគង់លីថ្ងៃក្រោយនឹងក្លាយជាមនុស្សអស្ចារ្យខ្លាំងណាស់គេសម្ដីនេះធ្វើឲ្យក្មេងស្រីចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះគេដល់ម៉ោងរៀនដោយសារជាការអប់រំកាត់ប្រកិច្ចនាងក៏បានចូលរៀនដែរតែក្នុងថ្នាក់មិត្តភ័ក្តិម្នាក់សុទ្ធតែមើលងាយនាងថាជាអ្នករើសម្រាមក្មេងប្រុសក្នុងនាមជាប្រធានថ្នាក់ក៏បញ្ជាឲ្យក្មេងដែលឌឺដងទាំងនោះចូលកន្លែងអង្គុយឲ្យត្រឹមត្រូវពេលបាយថ្ងៃត្រង់ឃើញនាងដួសបាយញ៉ាំយ៉ាងច្រើនក៏មានអ្នកសើចចំអកទៀតតែត្រូវគេស្ដីឲ្យរហូតម្នាក់នៅស្ងៀមណានគង់លីអួលពុះទេបាយញ៉ាំមិនអស់កុំកំពេកបើទៅផ្ទះវិញខ្ញុំគ្មានអីញ៉ាំទេឪពុកខ្ញុំមិនឲ្យញ៉ាំបាយទេគាត់ថាខ្ញុំជាកូនស្រីឥតប្រយោជន៍ចាយតែលុយពេលនោះគេទើបដឹងថាបាយមួយពេលសម្រាប់នាងគឺពិបាករកខ្លាំងណាស់ប៉ុន្តែរឿងមិនទាន់ចប់ទេពេលចេញពីរៀនមានក្មេងបង្កបញ្ហាមួយក្រុមមកធ្វើបាបនាងទៀតក្មេងប្រុសបំរុងចូលជួយតែត្រូវបងប្រុសរបស់ក្មេងទំនើងម្នាក់ទៀតចូលមកខាត់អ្នកណាឲ្យអញហ៊ានធ្វើបាបប្អូនអញចុងក្រោយក្មេងប្រុសត្រូវក្រុមក្មេងធំសង្គ្រោះវីដំលើដីគេប្រាប់ឲ្យក្មេងស្រីរត់ទៅប៉ុន្តែនាងជាក្មេងស្រីរត់មិនឈ្នះក្មេងប្រុសឡើយក៏ត្រូវគេចាប់សក់ទីមផ្ដួលទៅលើដីទោះជាយ៉ាងណាក្មេងប្រុសបានបដិញ្ញាចិត្តថាដរាបណាគេមិនទាន់ដួលសន្លប់គឺមិនអនុញ្ញាតឲ្យអ្នកណាមកប៉ះពាល់នាងឡើយ